ស្ដីអ្នកទាំងអស់គ្នាខ្ញុំពងងានសម្រាប់រឿងដោយអ្នកដឹងស្រាប់ហើយភាគមួយបើយើងនឹងទូព្រោះយើងអៀនទូស្អីយើងឲ្យហើយមកដល់តែវិញហ្នឹងគឺទូព្រោះយើងនៅអៀនអត់បានទៀតហើយថ្ងៃហ្នឹងចំជាថ្ងៃអាទិត្យគឺអត់បានទៅរៀនទេហើយទូស្អីយើងចូលថ្ងៃសៅរ៍វាមិនដែលហើយពេលហ្នឹងទូព្រោះយើងអៀនបកាច់កាន់ពេញហ្នឹងធ្វើឲ្យមិត្តភក្តិរបស់គាត់ហ្នឹងដែលមានឈ្មោះថាអាយានហ្នឹងក៏បានសួរថាហេតុអីថ្ងៃហ្នឹងប្រធានថ្នាក់ខ្ញុំកើតរោគឆ្កួតចឹងហើយប្រធានថ្នាក់ក៏បាននិយាយថាគឺអត់អីទេអាយិនក៏បាននិយាយថាបើសិនជាមានរឿងអីគឺអាចប្រាប់គាត់បានចឹងណាហើយគេធ្វើមិត្តល្អចឹងណាហើយទូព្រោះយើងក៏បាននិយាយថាម្ដងទូព្រោះម្ដងប្រធានថ្នាក់មិនទេក៏បាននិយាយថាខ្ញុំស្រឡាញ់មនុស្សម្នាក់ពេលហ្នឹងគាត់គឺបាននិយាយតាមត្រង់ខ្ញុំហ្មងហើយក៏និយាយថាម្នាក់ហ្នឹងស្អាតណាគ្រាន់តែឃើញភ្លាវហ្នឹងស្រឡាញ់ខ្ញុំហ្មងគឺឡើងខ្ជិលហ្មងសូមអធិស្ឋានឲ្យអេដមីនផងណាអ្នកទាំងអស់គ្នាដែលសារអេដមីនអៀនពេកនិយាយទៅសលេងអាក្រក់អីវិញសូមអធិស្ឋានផងនៅពេលដែលមិត្តភក្តិរបស់គាត់ឮសេចក្តីរបស់ទូព្រោះយើងហើយគាត់មានអារម្មណ៍ថារំភើបខ្លាំងមែនតើគឺគាត់អត់ដែលឮថាមិត្តភក្តិរបស់គាត់នឹងមានស្នេហាទេនៅពេលដែលគាត់ឮចឹងគាត់ក៏សើចហើយទូព្រោះរបស់យើងនឹងក៏ខឹងហើយក៏បានទៅធ្វើបាបមិត្តភក្តិរបស់គាត់ហើយមិត្តភក្តិរបស់គាត់និយាយថាបើហ៊ានតែធ្វើបាបគាត់ណាគាត់នឹងនិយាយរឿងនឹងទៅប្រាប់មិត្តរួមថ្នាក់គាត់ហើយពីរនាក់មិត្តភក្តិគេនឹងកូនទាំងពីរនាក់តែម្ដងកាន់មកមើលទូរស័ព្ទរបស់យើងគេកំពុងតែអង្គុយមើលសភៅចាគេអ្នកសិក្សាហើយក៏ឃើញមនុស្សម្នាក់ដែលមើលទៅមុខដូចទូរស័ព្ទយើងខ្លាំងមែនតើគឺជាប្អូនស្រីរបស់គាត់ដែលមានឈ្មោះថារ៉ាន់រ៉ាន់ណោះហើយពេលហ្នឹងអានរបស់យើងហ្នឹងក៏សួរថារ៉ាន់រ៉ាន់ហេតុអីអូនឯងនឹងធ្វើខ្លួនយូរម៉េះគេថាគេធុញចឹងណាគេធុញប្អូនគេនឹងធ្វើខ្លួនណាប្អូនស្រីគេនឹងស្អាតដូចអានចឹងណាធ្វើម៉េចគេកូនភ្លោះគេមិនស្អាតដូចគ្នាបាទមួយស្អាតមួយមិនស្អាតវាមិនត្រូវហើយគេទៅអង្គុយចាំប្អូនគេហើយលូងើពេញហ្នឹងហើយមានសំបញ្ជាក់ផងដែរហេតុអីបានជាយើងឃើញពីរនាក់ហ្នឹងនៅជាមួយគ្នាដោយសារពីរនាក់ហ្នឹងគឺត្រូវបានម្ដាយរបស់គាត់យកមកចិញ្ចឹមហើយឪពុករបស់គាត់ហ្នឹងគឺបានចាក់ចេញពីគាត់បាត់ហើយម្ដាយរបស់គាត់ហ្នឹងគឺបានទៅធ្វើការនៅភ្នំពេញដើម្បីរកលុយចិញ្ចឹមពួកគាត់ទាំងពីរហើយពួកគាត់ទាំងពីរហ្នឹងគឺមានរឿងផ្ទាល់ខ្លួនមួយចំនួនដែរអេដមីនគឺអត់ទាន់បាននិយាយបញ្ជាក់ទេចាំតាមដានជាមួយអេដមីនទាំងអស់គ្នាណាអ្នកទាំងអស់គ្នាចូលមកដល់សាច់រឿងរបស់យើងវិញរ៉ាន់របស់យើងនឹងក៏បានចូលមកស្ដីឲ្យបងគេដែរបងគេលូចឹងហើយគេថាបងគេនឹងអត់យល់ពីមនុស្សស្រីទេមនុស្សស្រីត្រូវការសិតសក់តុបតែងមុខតែងខ្លួនចឹងណាហើយបើមកស្ដីឲ្យគេចឹងមួយថ្ងៃនឹងប្រុសមែនបានអត់ចេះធ្វើខ្លួនចឹងហ៎ហើយបងគេក៏និយាយវិញថាបងនឹងគឺអត់ចង់ឲ្យអូនឯងនឹងធ្វើខ្លួនច្រើនពេកខ្លាចអូនឯងនឹងមានស្នេហាចឹងណាដោយដែលយើងដឹងការពិភាក្សាមួយចឹងគឺម្ដាយរបស់គាត់គឺបានឲ្យអានមកយើងហ្នឹងគឺទៅរៀនហើយអត់ឲ្យរ៉ាន់ទៅរៀនទេព្រោះរ៉ាន់ហ្នឹងគឺគាត់មានជំងឺមួយយ៉ាងដែរត្រូវការលុយជាច្រើនដើម្បីព្យាបាលឥឡូវអេដមីនសុំនិយាយតែប៉ុណ្ណឹងបានហើយណាហើយពួកគាត់ទាំងពីរនាក់គឺបានដើរមកហាងទិញឲ្យខ្ញុំចឹងណាហើយគាត់ក៏បាននិយាយប្រាប់អ្នកលក់ថាគេចង់បានអីគឺជាក្រែមអីចឹងណាពួកគាត់ទាំងពីរក៏អង្គុយញ៉ាំក្រែមអីចឹងណាហើយពេលហ្នឹងចៃដន្យខ្លាំងមែនតើទូព្រោះឲ្យយើងហ្នឹងគឺបានមកហាងហ្នឹងដែរហើយគាត់ក៏បានណែនាំប្រាប់អ្នកលក់ថាគេចង់ទិញអីចឹងណាហើយពេលហ្នឹងគឺខ្ញុំអត់ដឹងថាគាត់នឹងចង់ទិញអីទេហើយពេលហ្នឹងទូព្រោះយើងក៏បានដើរឡើងលើអេដមីនសង្ស័យថាចៃដន្យជួបម្ដងទាំងពីរនាក់អីវ៉ាន់ចប់rồiទូព្រោះរបស់យើងគឺគាត់ឆ្ងល់ខ្លាំងមែនតើថាម្នាក់ហ្នឹងគឺជាណាគេមើលទៅស្រៀងអញ្ចឹងណាហើយគាត់ក៏បានដើរចូលទៅមើលហើយពេលហ្នឹងសាច់រឿងរបស់យើងគឺបានចប់ហើយអ្នកទាំងអស់គ្នាហើយកុំភ្លេច Subscribe Channel Admin ម្នាក់មួយផងណាអរគុណ Thank you I love you